វត្តសារមន្ទីរគុកទួលស្លែងសារមន្ទីរអ ក្រិតកម្មប្រល័យពូជសាសន៍ទួលស្លែងឬសារមន្ទីរទួលស្លែងគឺជាសារមន្ទីរមួយនៅទីក្រុងភ្នំពេញសម្រាប់ចងចាំអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាទីនេះជាអតីតមន្ទីរសន្តិសុខ21ហៅកាត់ថាស21នៃរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយប៉ុល ពតឈ្មោះដើមសាឡុត សពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី17ខែមេសាឆ្នាំ1975មន្ទីរស21ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃនិងសម្លាប់ក្រោយពេលបានបំពេញសំណុំឯកសារសេចក្តីសារភាពចប់សពគ្រប់ថ្ងៃរំដោះ7មករាឆ្នាំ1979បកនឹងរដ្ឋបានរៀបចំប្រមូលផ្គុំវត្ថុតាំងដែលមាននៅក្នុងមន្ទីរស21មានដូចជារូបថតហ្វីលសំណុំឯកសារសេចក្តីសារភាពជនរងគ្រោះសម្ភារៈធ្វើទារុណកម្មខ្នោះកងជើងនិងសាកសពជនរងគ្រោះចំនួន14នាក់ក្នុងនោះមានស្ត្រីចំនួន1នាក់តាំងជាពិព័រណ៍ជូនភ្ញៀវជាតិនិងអន្តរជាតិទស្សនាសារមន្ទីរអ ក្រិតកម្មប្រល័យពូជសាសន៍ទួលស្លែងបានបើកទ្វារនៅថ្ងៃដែលតុលាការប្រជាជនបដិវត្តន៍កម្ពុជាបើកសវនាការកាត់ទោសមេដឹកនាំកម្ពុជាប្រជាធិបតេយ្យប៉ុល ពតអ៊ីងសារីនិងលោកខៀវសំផននៅថ្ងៃទី19ខែសីហាឆ្នាំ1979អតីតមន្ទីរស21មានទំហំ600ម៉ែត្រគុណ400ម៉ែត្រមានព្រំប្រទល់ខាងជើងទល់នឹងមហាវិថីព្រះនរោត្តមសីហនុខាងត្បូងទល់នឹងមហាវិថីម៉ៅសេតុងខាងកើតទល់នឹងមហាវិថីព្រះមុនីវង្សខាងលិចទល់នឹងផ្លូវ163ហុំព័ទ្ធដោយរបងសាំងឫស្សី2ជាន់រាយរោះបន្លាយ៉ាងស្កេះស្កះពីលើគ្រឹះស្ថានសិក្សាពីរគឺសាលាបឋមសិក្សាទួលស្លែងនិងវិទ្យាល័យទួលស្វាយព្រៃដែលស្ថិតក្នុងតំបន់នៃការហុំព័ទ្ធតំបន់នោះពួកវាបានធ្វើរបងសាំងឫស្សីមានលក្ខណៈដូចគ្នាហុំព័ទ្ធគ្រឹះស្ថានទាំងពីរនេះមួយជាន់ទៀតដែលមានព្រំប្រទល់របងខាងកើតទល់នឹងផ្លូវលេខ113ខាងលិចទល់នឹងផ្លូវលេខ131ខាងជើងទល់នឹងផ្លូវលេខ320ខាងត្បូងទល់នឹងផ្លូវលេខ350ការហុំព័ទ្ធនេះធ្វើនៅក្រៅពេលបណ្ដេញប្រជាជនចេញពីភ្នំពេញឲ្យទៅនៅតំបន់ព្រៃភ្នំឬជនបទដាច់ស្រយាលរស់នៅជាភាពទេសចរប្រៀបដូចជាគុកឥតជញ្ជាំងអគារទាំង4នៃវិទ្យាល័យដែលមានបន្ទប់ថ្នាក់រៀនត្រូវបានពួកមន្ទីរស21ប្រែក្លាយជាបន្ទប់តូចៗដែលមានប្រវែង2ម៉ែត្រគុណ 0.80 ម៉ែត្រសម្រាប់ឃុំឃាំងអ្នកទោសម្នាក់ៗខាងមុខអគារពាក់ដោយលួសបន្លាដើម្បីការពារកុំឲ្យជនរងគ្រោះធ្វើអត្តឃាតដោយលោតពីលើចុះមកក្រោមដោយឡែកឆ្នាំ1977ដល់ឆ្នាំ1978អគារកបានរៀបចំជាបន្ទប់ទំហំ6ម៉ែត្រគុណ4ម៉ែត្រមានបង្អួចឃ្លាំងដោយជំរឹងដែកយ៉ាងរឹងមាំនិងពាក់ដោយកញ្ចក់ការពារកុំឲ្យសម្រែកឈឺចាប់នៃជនរងគ្រោះឬចេញមកក្រៅនៅពេលធ្វើទារុណកម្មម្ដងអគារកសម្រាប់ឃុំឃាំងកម្មាភិបាលដែលត្រូវបានចោទប្រកាន់ជាអ្នកប្រឆាំងអង្គការបដិវត្តន៍មានរបបក្រេដេកភួយខ្នើយកន្ទេលរីឯកេះដែកនិងប៊ីដុងជ័រសម្រាប់ជនរងគ្រោះប្រើប្រាស់ឲ្យការបន្ទោបង់អគារខគោកនិងខជាន់ខាងក្រោមខណ្ឌជាបន្ទប់តូចៗសង់ពីឥដ្ឋជាន់ទី2បន្ទប់អំពីឈើជាន់ទី3បន្ទប់ឃុំឃាំងរួមគ្នា